4 hero ទាំងនេះដែលមាន voice line ជឿជាក់ភ្ជាប់ជាមួយនឹងភាពខ្មើអ្នកគ្នាធ្លាប់តែឃើញ voice line hero ដែលនិយាយតាក់ទងជាមួយនឹងគ្នាត្រូវប៉ុន្តែអ្នកគ្នាមានដែរដឹងថាមាន hero មួយចំនួនណាមាន voice line ដែលខ្មើហើយជឿជាក់ខ្លាំងមែនទែនបើសិនបើអ្នកគ្នាចង់ដឹងថា voice line ដែលជឿជាក់ភ្ជាប់ជាមួយនឹងភាពខ្មើរបស់ hero ទាំង 4 ហ្នឹងតើពួកគេនិយាយបែបម៉េចខ្លះចូលទៅមើលវីដេអូខ្ញុំទាំងអស់គ្នា hero ទី 1 Selena I only have time for handsome guys ដោយនៅក្នុង voice line មួយហ្នឹង Selena ក៏បាននិយាយថាគាត់មានពេលសម្រាប់ឲ្យតែប្រុសស្អាតទេបើនិយាយចំទៅឲ្យតែប្រុសស្អាតគឺគាត់មានពេលតនេឲ្យហ្មងណែអត់និយាយលេងសើចទេ voice line យីប៉ាក់នេះចេញមករើសអើងហ្មង hero បាមនអីហ្នឹងស្ដាប់ហើយតែក្អួតឈាមហើយធ្វើមិនទេ Selena គេបិសាចដែរប៉ុន្តែជាប្រភេទបិសាចស្អាតមើលតែ skin scenic ថ្មីដែលគេទើបនឹងចេញនេះក៏ដឹងដែរថាគេមិនអញ្ចឹងដល់តែព្រះអង្គម្ចាស់អីបានតែនិយាយមួយ Selena កើយីប៉ាក់នេះខ្មើហើយជឿជាក់ទៀតនិយាយទៅមកទាំងប្រូហ្មងប៉ុន្តែគេជឿជាក់ក៏ត្រូវបោះគេដែរព្រោះ hero ហ្នឹងមិនមែនអត់ស្អាតណាឥឡូវយើងចូលទៅ hero ទី 2 វិញ hero ទី 2 Lancelot Time to witness the handsome ដោយនៅក្នុង voice line មួយហ្នឹង Lancelot ក៏បាននិយាយថាវាដល់ពេលដើម្បីឃើញកំឡោះសង្ហាអីអញ្ចឹងណាបើនិយាយស្រួលយកទៅវាដល់ពេលដែលបានឃើញមនុស្សស្អាតមនុស្សសង្ហាអីអញ្ចឹង voice line hero ផ្សេងវាដល់ពេលដែលត្រូវប្រយុទ្ធប៉ុន្តែ voice line នេះវាដល់ពេលដើម្បីឃើញភាពស្អាតរបស់គេយីជឿជាក់របស់គេសក់ធំចកេះណាអញ្ចឹងជប់ហៅ Lancelot ខ្ញុំភេទទី3ទៀតទៅនិយាយលេងសើចទេអ្នកគ្នាបើខាង Mobile Legends កែឲ្យ Lancelot សក់ខ្លីវិញមិនដឹង handsome មិនទេសក់វែងឥឡូវនេះក៏ស្អាតដែរគ្រាន់តែសក់វែងទៅវាអត់សមមួយមុខអញ្ចឹងប្រុសណាសក់វែងពេកប៉ុន្តែគេធ្វើ hero នឹងមកសក់វែងនេះគេតាក់ទងមួយរឿងរ៉ាវគេដែរអ្នកដែលគាត់បានមើលវីដេអូរបស់ខ្ញុំដែលខ្ញុំបានធ្វើថា hero ណាមកពីប្រទេសណាខ្លះច្បាស់ជាដឹងហើយថា Lancelot នឹងមិនបានសក់វែងអញ្ចឹងបើចង់ដឹងអាចទៅមើលវីដេអូរបស់ខ្ញុំអាចាស់បានឥឡូវយើងចូលដល់ hero ទី 3 វិញ hero ទី 3 Harley I'm the best at being handsome នៅក្នុង voice line មួយហ្នឹង Harley ក៏បាននិយាយថាគឺគាត់សង្ហាដាច់គេនិយាយទៅសង្ហាជាងគេទាំងអស់ហ្មងតែគេក្មេងមែនចេញមកបែបជឿជាក់ជាង Lancelot Selena ហ្មងបាទគឺគេនិយាយចេញមកបែបដាច់គេហ្មងមិននិយាយថាខ្ញុំសង្ហាធម្មតាអីណាចេញមកគឺបែបដាច់គេបាទត្រូវស្អាតជាងគេមើលតែចរិតគេបែបនេះក៏ដឹងដែរនេះណែគេចេញមកបែបជឿជាក់ខ្មើសឡប់ហ្មងមានទាំងប្រូហ្មង hero នេះមិនខ្មើមិនទៅប៉ុន្តែឥឡូវនេះឃើញថាស្ងាត់មែនតែន hero មួយហ្នឹងអត់សូវមានអ្នកយល់លេងទេបើកាត់បន្ថយភាពជឿជាក់ភាពខ្មើហ្នឹងប្រហែលជាមានអ្នកយល់លេងច្រើនខ្ញុំនិយាយលេងទេឥឡូវចូលដល់ hero ទី 4 វិញអូមុននឹងចូលដល់ hero ទី 4 បើសិនបើអ្នកគ្នាចង់ដាក់ពេជ្រអីអាចទៅដាក់នៅខាងក្រៅ baby store បានបើចាំបាច់ដាក់ច្រើនទេតែ10 diamond អីជាងហ្នឹងក៏អាចដាក់បានដែរដូចឥឡូវនេះអញ្ចឹងពេជ្រលឿងគេបានដាក់ឲ្យយើងប្រើអីអញ្ចឹងបើចង់ប្រើពេជ្រលឿងដល់មានពេជ្រខៀវដែរអញ្ចឹងអ្នកគ្នាមិនទៅមុខក្រាស់សមគេទេដាក់ខ្លួនឯងទៅ10 diamond អីហ្នឹងដូចតែ500លុយខ្មែរទេឥឡូវចូលដល់ hero ទី 4 ដែលជា hero ចុងក្រោយរបស់យើងវិញ hero ទី 4 Cyclops Never seen someone handsome with one eyeនៅក្នុង voice line មួយហ្នឹង Cyclops ក៏បាននិយាយថាអត់ដែរឃើញណាគេសង្ហាដែលមានភ្នែកតែម្ខាងនិយាយយល់ទៅអ្នកផ្សេងគេមានភ្នែកតែម្ខាងដែរប៉ុន្តែអត់មានសង្ហាអត់មាន handsome ដូច Cyclops ហ្នឹងទេរបៀបថានិយាយយល់ទៅនិយាយបែបជឿជាក់គេមានភ្នែកតែម្ខាងហើយប៉ុន្តែគេស្អាតសង្ហាដាច់គេហ្មងអញ្ចឹងបានគេថាធ្វើជាមនុស្សត្រូវតែមានភាពជឿជាក់សូម្បីតែ Cyclops មិនមែនមនុស្សទេប៉ុន្តែក៏មានភាពជឿជាក់ដែរវាមិនដែលមនុស្សណាមានភ្នែកតែម្ខាងទេ Cyclops នេះមិនមែនពីការណានេះមានភ្នែកតែមួយហ្មងតែមានភ្នែកមួយហើយចូលលក្ខណៈបិសាចឬមកក៏ alien ហើយអញ្ចឹងសូម្បីតែបិសាចឬមកក៏ alien ក៏គេមានភាពconfident មានភាពជឿជាក់របស់ខ្លួនគេដែរនេះអញ្ចឹងយើងមនុស្សក៏ត្រូវតែមានភាពជឿជាក់ជាប់ខ្លួនដែរបើជឿជាក់ខ្លាំងពេកសែនហូកនៅក្នុង comment វីដេអូរបស់ខ្ញុំមក comment ហូកខ្លួនឯងឲ្យដាក់ថាខ្ញុំស្អាតណាស់អីអញ្ចឹងមកខ្ញុំនិយាយលេងទេបើធ្វើមែនក៏ធ្វើទៅអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបើចូលចិត្តមើលវីដេអូ content បែបហ្នឹងទេកុំភ្លេច like follow page របស់ខ្ញុំផងណា